ឲ្យភ្លេងរឿងអាដិនទើបដឹងពីបាយយ៉ាងណាពេលគ្មានជីវ៉ាគ្មានអ្នកណាខ្វល់ពីខ្ញុំពេលខ្ញុំធ្វើអ្វីខំនាងតែងតែប្រាំថាបងអើយបងឈុំទៅណាវាអន់អទេបងខ្ញុំក៏ដឹងហើយថាពេលនឹងស្នេហាត្រូវបានចប់ពេលនេះអូនទៅមិនត្រឡប់មករកបងវិញទេព្រមពេលនេះពួកយើងបាយគ្នាមានតែច្រៀងចម្រៀងជូនបងងារឲ្យអូននឹងរូបគេរស់នៅបានសុខសុំទុំដែលសន្យាហើយធ្វើមិនបានមិនអាចកាន់ដៃក៏យ៉ាងដែលទៅមកពេលនេះជួបទុំយើងត្រូវបែកគ្នាហើយបែកគ្នាលើកនេះគ្មានអ្នកខុសឡើយព្រោះយើងម្នាក់អងអារម្មណ៍ហើយចង់ប្រាំទៅត្រានត្រាយឲ្យបងសុំទោសផងមិនអាចកាន់ដៃក៏យ៉ាងដែលទៅមកពេលនេះជួបទុំយើងត្រូវបែកគ្នាហើយបែកគ្នាលើកនេះគ្មានអ្នកខុសឡើយព្រោះយើងម្នាក់អងអារម្មណ៍ហើយចង់ប្រាំទៅត្រានត្រាយឲ្យបងសុំទោសផងសន្យាហើយធ្វើមិនបានមិនអាចកាន់ដៃក៏យ៉ាងដែលទៅមកពេលនេះជួបទុំយើងត្រូវបែកគ្នាហើយបែកគ្នាលើកនេះគ្មានអ្នកខុសឡើយព្រោះយើងម្នាក់អងអារម្មណ៍ហើយចង់ប្រាំទៅត្រានត្រាយឲ្យបងសុំទោសផងរឿងសន្យាកន្លងចាន់តុងជាអាដិន